បាទទស្សនិកជនជាទីគោរពដោយឡែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាប់ដៃជាមួយនឹង Nagavel រៀបចំកម្មវិធីអបអរសាទរដល់គេដំណើរ1000ឆ្នាំនៃស្បែកធំនិងអបអរសាទរខួបមកលើកទី20បាទនៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមការគាំទ្ររបស់ Nagavel បានរៀបចំពិព័រណ៍សិល្បៈស្រមោលឆ្លងកាត់ពហុសម័យឬហៅថាពិព័រណ៍ស្រមោលស្បែកធំដើម្បីចូលរួមអបអរសាទរដល់គេដំណើរ1000ឆ្នាំនៃស្បែកធំនិងសាទរដល់ខួបលើកទី20នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCOពិធីសម្ពោធពិព័រណ៍ជាផ្លូវការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នៅផ្សារទំនើបក្រោមដី Naga City Walk ក្រោមវត្តមានអាយដាមហាប់ទូចរដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី Gabriela T. Botot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការ UNESCO ភ្នំពេញលោកប៉ែនជេននាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុន Nagavel បានបញ្ជាក់ថាពិព័រណ៍សិល្បៈស្រមោលឆ្លងកាត់ពហុសម័យបង្កើតឡើងដោយ Nagavel ក្រោមការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានគោលបំណងផ្សារភ្ជាប់កេរដំណែលវប្បធម៌និងនវានុវត្តន៍សាទរដល់ភាពធន់និងភាពច្នៃប្រឌិតនៃសិល្បៈខ្មែរព្រមទាំងចង់ឲ្យក្មេងៗជំនាន់ក្រោយទទួលបានបទពិសោធន៍វប្បធម៌ឆ្វេងយល់និងផ្ដល់តម្លៃខ្ពស់ដល់វប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរលោកថាពិព័រណ៍នេះនឹងដំណើរការចាប់ពីថ្ងៃទី10រហូតដល់ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នៅ Nagavel ទី1និង Nagavel ទី2ដោយមានការសម្ដែងពិសេសដោយសមាគមសិល្បៈសុវណ្ណភូមិសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាពនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025សម្បត្តិឥតគិតថ្លៃនឹងមានផ្ដល់ជូនចាប់ពីថ្ងៃទី20ខែវិច្ឆិកាខាងមុខនេះនៅបញ្ជរ Nagavel Reward កន្លែងទទួលភ្ញៀវសន្តាគារ Nagavel ទី2គំនិតដូចផ្ដើមតាំងពីពរដំបូងបំផុតសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះនឹងមានការតាំងបង្ហាញស្បែកធំអមជាមួយវង់ភ្លេងពិណពាទ្យសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់បច្ចេកទេសកាមេរ៉ា Digital ការលក់ផលិតផលសិប្បកម្មខ្មែរនិងការផ្ដល់ជូនជាច្រើនទៀតអាយដាមហាប់ទូចរដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្ដែងនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Nagavel ដែលតែងតែផ្ដល់នូវការគាំទ្ររៀបចំកម្មវិធីសិល្បៈនានារួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សិល្បៈខ្មែរអាយដាមបានចាត់ទុកពិព័រណ៍សិល្បៈស្រមោលឆ្លងកាត់ពហុសម័យនេះគឺបានចែករំលែកនិងបានផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយតាមរយៈការរៀបចំសិក្ខាសាលាឆ្លាក់រូបស្បែកជាដើមទន្ទឹមជាមួយគ្នានោះអាយដាមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ការិយាល័យអង្គការ UNESCO ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការអភិរក្សនិងអភិវឌ្ឍសិល្បៈវប្បធម៌និងបេតិកភណ្ឌវប្បធម៌របស់ខ្មែរសូមបញ្ជាក់ថាក្នុងពិព័រណ៍នេះសាធារណជនអាចចូលរួមក្នុងសិក្ខាសាលាឆ្លាក់ស្បែករៀងរាល់សប្តាហ៍ជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរថតរូបជាមួយបច្ចេកទេសកាមេរ៉ា Digital និងជាវផលិតផលសិប្បកម្មខ្មែរអាវយឺតនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរប្រាក់ដែលបានមកពីការជួលសម្លៀកបំពាក់ការឆ្លាក់រូបស្បែកនៅរោងជាងនិងការជាវផលិតផលសិប្បកម្មខ្មែរនឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីធានាថាសមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង